នៅក្នុងបន្ទប់វេទមន្តមួយគ្មានប្រអួយគ្មានទ្វារអីទេមានតែរូបកុងតាខ្ជុះជាច្រើនពេលពេញអញ្ចឹងគាត់តែចុចតែបន្តិចវានឹងលោតមានរបស់ខុសៗគ្នាចេញមកភ្លាមមានទាំងចាដោថ្មីរហូតដល់ថូបការបុរាណអ្នកមិនអាចស្មានដឹងថារបស់បន្ទប់អាចទៅជាស្អីគេទេព្រោះម្នាក់នេះមកដល់បន្ទប់ដល់ចម្លែកមួយគាត់ចុចកុងតាលើអញ្ចឹងចេញមកសិតតែជារបស់អត់បានការចុចដល់កុងតាទី3លោតចេញចង្កឹះមកគូមកគាត់ចង់សាកមើលថាជាមួយចុចកុងតាមួយនឹងដដែលវានឹងមានរឿងអីកើតឡើងចុចទៅចេញចង្កឹះមករហូតចេញមកអត់ចេះអស់ចុចយូរទៅក៏មានអារម្មណ៍ថាធុញបដ ாய் ទៅចុចកុងតានៅគៀនហ្នឹងស្រាប់តែគាត់សេកឡើងចង់បែកអាកាសខឹងពេកក៏ទៅចុចកុងតាមួយទៀតសារនេះចេញមកគឺថាជានំប៉ៅពីរយ៉ាងធំឆ្លងកាត់រយៈពេលប្រហែលម៉ោងក្រោយមកក្នុងបន្ទប់ហ្នឹងមានរបស់ចម្លែកមួយកណូតែគាត់នេះនៅតែរកផ្លូវចេញអត់ឃើញសំខាន់ណាស់ឥឡូវនឹងឃ្លានទៀតមួម៉ៅពេកបោះបាទៅត្រូវកុងតាមួយស្រាប់តែលោតចេញស៊ូស៊ីមកមួយចានអីយ៉ាកំពុងតែឃ្លានល្មមតែចង្អាយអីមានទឹកស៊ីអ៊ីវជ្រលក់ស៊ូស៊ីផងហ្នឹងញ៉ាំស៊ូស៊ីអត់ជ្រលក់ទឹកស៊ីអ៊ីវដូចយើងញ៉ាំប្រហុកអត់មានលក់អញ្ចឹងណាគាត់សាកល្បងចុចកុងតាផ្សេងនៅជិតហ្នឹងចេញមកសុទ្ធតែជាស៊ូស៊ីនៅតែអត់មានទឹកស៊ីអ៊ីវសាំតប៉ែមែនតែនហ្មងណាគាត់លេងខ្វល់អីហើយឃ្លានណៃញ៉ាំតែអញ្ចឹងហ្មងទៅញ៉ាំឡើងមកឆ្អែតចុចប៉ះកុងតាមួយទៀតស្រាប់តែនិយាយទៅគឺថាបន្ទប់នេះឡើងឌឺសាហាវបន្ទាប់ពីញ៉ាំបាយឆ្អែតគាត់រកកន្លែងដេកគាត់ចុចកុងតារកខ្នើយមកកើយបែរជាធ្លាក់បែនតាមកវិញពេលទៅស្រាប់តែឃើញរបស់ខ្ជូតមកទៀតណាសង្ស័យមានអាកំបាំងអីហ្មងគាត់ដើរទៅចុចកុងតាតទៀតប៉ះចំកន្លែងបិទភ្លើងភ្លាមនោះនៅអញ្ចឹងស្រាប់តែចេញលេខរាប់ថយក្រោយយ៉ាងធំពេលនោះគាត់ស្លន់ហ្មងហ៊ាវហោកុងតាដើម្បីបញ្ឈប់លេខហ្នឹងតែចុចទៅចេញតែរបស់អត់ប្រយោជន៍ទាំងអស់ខណៈពេលនោះស្រាប់តែមាននំប៉ាវធំពីរនំចុះមកពីខាងលើយឺតនាទីក៏ដល់លេខ0ល្មមគាត់ងើយក្បាលឡើងស្រាប់តែស្លាប់តោងឆ្លងកាត់រយៈពេលច្រើនម៉ោងក្រោយមកគាត់ក៏បានភ្ញាក់មកវិញគាត់លេងមានគំនិតចង់ចេញពីកន្លែងហ្នឹងទៀតហើយគេអង្គុយ enjoy life អានសភៅ animation អានចប់ដល់ភាគ5ចង់តមើលភាគទី6ចុចកុងតាដល់លើអញ្ចឹងចេញមកជាសភៅភាគ7ចុចតទៀតចេញមកភាគ8ភាគ9អីណានោះឆ្កុយហើយអាភាគ6ហ្នឹងមិនក៏វាបំព្រមចេញមកគាត់ចុចកុងតាមួយទៀតលើកនេះនៅអញ្ចឹងស្រាប់តែចេញទ្វារមួយគាត់គិតក្នុងចិត្តថានេះប្រហែលជាផ្លូវចេញហើយពេលដែលងាកមកវិញភ្លេចថាជាកុងតាមួយណាបាត់សាំមែនតែនគាត់ចេះតែចុចកុងតាភៀវចុចទៅស្រាប់តែចេញជន់ជាស្បែកខ្មៅអីណាមករត់កាត់មុខគាត់ចុចសាកមួយទៀតមើលស្រាប់តែមានទឹកហូរពីខាងលើចំកណ្ដាលក្បាលគាត់ហ្មងធ្វើឲ្យគាត់នឹងដូចជាមន់ធ្លាក់ទឹកអញ្ចឹងឆ្លងកាត់ការចុចភៀវអស់រយៈពេលយ៉ាងយូរចុងក្រោយគាត់ក៏ចុចប៉ះកុងតាដែលបើកទ្វារហ្នឹងតែទ្វារហ្នឹងពេលដែលយើងអត់ចុចវាជាប់វាក៏បាត់ទៅវិញគាត់សាកម្ដងហើយម្ដងទៀតនៅតែរត់ទៅអត់ទាន់ខំរកវិធីសាស្ត្រយកឧបករណ៍ផ្សេងនៅកន្លែងហ្នឹងមកប្រើក៏នៅតែអត់បានគេគាត់ចាប់អារម្មណ៍ថាឲ្យតែចុចកុងតាហ្នឹងជាប់ទ្វារហ្នឹងនឹងបើករហូតគាត់នឹកឃើញថាយកថូបការមកសកាត់ពីលើតែទម្ងន់ថូបការហ្នឹងស្រាលពេកប្រម៉ោយនៃកុងតាហ្នឹងផ្ទាត់ឡើងមកវិញគាត់នឹកឃើញវិធីមួយទៀតដាក់ទឹកឲ្យពេញថូនោះដើម្បីវាធ្ងន់តែដល់អីទឹកហូរតម្រង់ចំតែក្បាលគាត់ដើរទៅណាទឹកដើរតាមគាត់ខំប្រើវិធីសាស្ត្រយ៉ាងច្រើនដើម្បីឲ្យទឹកហ្នឹងហូរចូលទៅក្នុងថូ Website កំសាន្តអនឡាញលេខ1នៅកម្ពុជាកំសាន្តអនឡាញកំសាន្តនៅ SSA 789ដល់អីទឹកហូរតម្រង់ចំតែក្បាលគាត់ដើរទៅណាទឹកដើរតាមគាត់ខំប្រើវិធីសាស្ត្រយ៉ាងច្រើនដើម្បីឲ្យទឹកហ្នឹងហូរចូលទៅក្នុងថូតែទឹកដែលហូរចូលក្នុងថូហ្នឹងអត់គ្រាន់នឹងស្រោចផ្កាចិត្តនឹងផងគាត់អត់បោះបង់ចោលត្រឹមហ្នឹងទេយកថូផ្កាហ្នឹងទៅដាក់ស៊ូស៊ីចូលម្ដងតែដល់ពេលដាក់ពេញលើកថូផ្កានឹងលេងរួចសាំតប៉ែហ្មងគាត់ចង់យកស៊ូស៊ីចេញមកវិញខ្លះតែមាត់ថូនោះតូចពេកយកចេញគាត់ក៏ទៅយកចង្កឹះចាប់ចេញម្ដងមួយចាប់ចេញឡើងមកយូរមកយាទីបំផុតលើកថូផ្កានឹងរួចហើយចង្អែមែនដើរមកដល់ភ្លេចថាកុងតាមួយណាបាត់ចុចកុងតាភៀវទៀតហើយស្រាប់តែចេញអាប៉ែជន់ជាស្បែកខ្មៅនេះមកម្ដងទៀតដើរមកមើលមុខគាត់ហើយក៏ទៅវិញស្រាប់តែចង់ទៅបោះក្បាលងាប់ឯមែនតាខឹងពេកគាត់ក៏យកបាយស៊ូស៊ីទៅរុំកុងតានឹងឲ្យចិត្តរុំបានតែមួយផ្លែតយកស្កុតបិទម្ដងមើលទៅដូចជាបិទជាប់ក៏ខំរត់ទៅស្រាប់តែ
គាត់អត់បោះបង់ចោលងាយទេហូក្តារជ័រមួយមកខុបពីលើហើយបិទស្កុតថែមនៅតែអត់បានការអស់និយាយហ្មងគាត់លេងធ្វើលេងអីហត់ទៅដេកវិញងើបពីដេកមកវិញគេរត់ទៅដោះថ្មិញតែអត់មានថ្នាំដោះថ្មិញចុចកុងតាទៅក៏ចេញខ្សែពួរមួយពេលនោះគាត់មានកំណត់ថ្មីមួយទៀតហើយចុចកុងតាក់ទ្វារហើយស្ដោងខ្សែចូលទៅមាត់ទ្វារនឹងហ្មងលើកនេះពិតជាចូលបានសម្រាប់មែនតែដល់ពេលចូលទៅដល់ខាងក្នុងមានទ្វារមួយទៀតដែលជាប់សោអូយហើយឡើងសាំគាត់ខំបញ្ញាបញ្ញារត់ចេញមកវិញខំពេកតន់ជាងមួយជើងសាប់តែឃើញកូនសោដែលនៅលើអាកាសហ្មងតែកូនសោនោះដូចទ្វារនឹងអញ្ចឹងតោះតែយើងចុចកុងតាក់ជាប់បានវាបង្ហាញខ្លួនឥឡូវគាត់ត្រូវរកវិធីសាស្ត្រធ្វើម៉េចឲ្យកុងតាក់ពីរនោះចុចជាប់បានរត់ចេញពីបន្ទប់នឹងបានកុំថាមកដល់ភ្លេចថាកុងតាក់មួយណាទៀតណាថាមែនគាត់ចុចព្រាវឡើងច្រើនដង Finally គាត់ចុចត្រូវកុងតាក់ដែលចេញកូនសោហ្នឹងហើយគាត់ខំសឡងមើលកុងតាក់ហ្នឹងហើយដើរថយក្រោយដើម្បីទៅយកអីមកទប់យូស៊ូស៊ីម្ដុំគប់ទៅកុងតាក់ហ្នឹងចៃដន្យអីពេលនោះគាត់ឃើញមានប្រដាប់ស្ដាប់ប្រគុណស្ដោងខ្សែទៅមកទីបំផុតយកបានកូនសោហ្នឹងហើយគាត់ធ្វើដោយវិធីសាស្ត្រមុនចូលទៅក្នុងទ្វារនឹងបានសម្រេចហើយក៏ចាក់សោហើយវិធីចាក់សោហើយនៅតែបាក់អត់ចេញទៀតអញ្ចឹងងាកទៅអញនៅមានប្រើសោលេខសម្ងាត់អីណានេះទៀតអូយ my god គាត់ខំរត់ចេញមកវិញលើកនេះគាត់ទ្រាំលេងបានទៀតហើយចុចកុងតាហៅពូម៉ៅចេញមកកំដរគាត់តែអាប៉ែកនឹងចេញមកមាននិយាយអីមួយម៉ាត់ហើយក៏ដើរទៅវិញពេលនោះគាត់ស្រាប់តែនឹកឃើញថានៅលើថ្ងាសពូម៉ៅនោះមានលេខ3ខ្ទង់ល្មមត្រូវជាមួយសទៅប្រើលេខសម្ងាត់នោះសារនេះហើយដឹងតែបានសម្រេចហើយគាត់ប្រើវិធីសាស្ត្រមុនបើកទ្វារបើកអីបានសម្រេចអាទ្វារក្រៅហ្នឹងក៏បានបិទទៅវិញនិយាយទៅកាយ៉ាវពូនេះសយរហូតហ្មងខាងក្នុងនោះទីធ្លាតូចពេកបើកទ្វារកាត់ចប់មែនតើណាលើកនេះអានៅបន្ទប់ក្រៅនៅមានរបស់ញ៉ាំរបស់លេងនៅនេះសរោពងទាហើយគាត់អស់សង្ឃឹមក៏អង្គុយយំពេលនោះមានខ្យល់បក់កាន់មុខគាត់ស្ទាបតាមទិសដៅខ្យល់ស្រាប់តែទ្វារនឹងអូសបើកបានសាំគាត់ខំរត់ចេញពីបន្ទប់នឹងរត់ទៅរត់មកមិនដឹងរត់អស់ប៉ុន្មានម៉ោងអីទេទីបំផុតគាត់បានរត់មកដល់បន្ទប់ថ្មីមួយរត់ឡើងសក់ខ្លីទៅជាសក់វែងហើយកៅអៅនឹងឡើងហៅពណ៌អលីងតែអ្វីដែលខុសគ្នាគឺបន្ទប់នេះធំជាងបន្ទប់មុនហើយមានកុងតាក់ច្រើនជាងបន្ទប់ចាស់ទៀតអូ my godអូខេសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងឯងសូមជួយ Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗ